តើ Arsenal អាចផ្ដល់កាដូណូអែលជូនអ្នកគាំទ្ររបស់ខ្លួននៅខែឧសភាបានដែរឬទេក្រុមកាំភ្លើងធំ Arsenal ធ្លាប់មានប្រវត្តិដណ្ដើមបានចំណាត់ថ្នាក់កំពូលតារាង Premier League នៅចំថ្ងៃបុណ្យណូអែលចំនួន4លើករួចមកហើយចាប់តាំងពីចំនួនលោកតាបារាំង Arsene Wenger នៅដឹកនាំម្លេះប៉ុន្តែចុងក្រោយពួកគេបានត្រឹមតែខកចិត្តតែប៉ុណ្ណោះរំលឹកទៅកាលពីរដូវកាលឆ្នាំ2002និង2003លោក Arsene Wenger ដឹកនាំ Arsenal ដណ្ដើមបានចំណាត់ថ្នាក់លេខ1នៅថ្ងៃបុណ្យគ្រីស្មាសប៉ុន្តែចុងក្រោយពួកគេបានត្រឹមជើងឯករងតែប៉ុណ្ណោះខណៈពានបានទៅលើក្រុម Manchester United ប្រជែងយកទៅបាត់លើកទី2នៅរដូវកាលឆ្នាំ2007និង2008លោក Arsene Wenger បានដឹកនាំក្រុមកាំភ្លើងធំដណ្ដើមបានចំណាត់ថ្នាក់លេខ1ម្ដងទៀតនៅចំថ្ងៃបុណ្យគ្រីស្មាសប៉ុន្តែនៅខែឧសភាបែរជាត្រូវលោក Sir Alex Ferguson ដណ្ដើមយកពានទៅឲ្យក្រុម Manchester United បាត់ហើយគ្រានោះក្រុមរបស់លោក Arsene Wenger បានត្រឹមចំណាត់ថ្នាក់លេខ3តែប៉ុណ្ណោះលុះចូលមកដល់រជ្ជកាលរបស់លោក Mikel Arteta វិញម្ដងនៅរដូវកាលឆ្នាំ2022និង2023អ្នកចាត់ការជនជាតិអេស្ប៉ាញម្នាក់នេះដឹកនាំក្រុមកាំភ្លើងធំប្រជែងបានចំណាត់ថ្នាក់លេខ1នៅថ្ងៃបុណ្យគ្រីស្មាសប៉ុន្តែចុងក្រោយក៏ត្រូវលោក Pep Guardiola ដណ្ដើមយកពានទៅបាត់ហើយនៅរដូវកាលបន្ទាប់ឆ្នាំ2023និង2024លោក Mikel Arteta នៅតែអាចដណ្ដើមយកចំណាត់ថ្នាក់លេខ1នៅថ្ងៃបុណ្យគ្រីស្មាសបានទៀតប៉ុន្តែនៅចុងរដូវកាលក៏ត្រូវបានលោក Pep Guardiola ដណ្ដើមយកពាន Premier League យកទៅដាក់តាំងក្នុងទូនៅកីឡដ្ឋានរបស់ក្រុមមេឃីវបាត់ទៀតខណៈរដូវកាលឆ្នាំ2025និង2026នេះបច្ចុប្បន្ន Arsenal ក៏កំពុងតែឈរនៅចំណាត់ថ្នាក់លេខ1ទៀតដោយមាន39ពិន្ទុនាំមុខ Manchester City ត្រឹមតែ2ពិន្ទុប៉ុណ្ណោះខណៈការប្រកួតទើបចូលដល់សប្តាហ៍ទី17នៅសល់ផ្លូវវែងឆ្ងាយទៅមុខទៀតដូច្នេះសំណួរលើកនេះសួរថាតើក្រុមកាំភ្លើងធំពិតជាអាចមានសមត្ថភាពជូនកាដូពាន Premier League ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅខែឧសភាឆ្នាំក្រោយបានដែរឬទេក្រោយពីពួកគេខកខានឈ្នះវាតាំងពីលើកពានមាសលើកចុងក្រោយបំផុតនៅរដូវកាលឆ្នាំ2003និង2004មកម្ល៉េះ